កាលពីជាតិមុនខ្ញុំបានជួយសង្គ្រោះប្រពន្ធដែលជួបគ្រោះថ្នាក់ចរាចរណ៍ពេលកំពុងរត់តាមសង្សារតែនាងបែរជាមិនស្គាល់តម្លៃជីវិតក្រោយដឹងខ្លួនភ្លាមនាងក៏សម្រេចចិត្តលោតអាគារធ្វើអត្តឃាតតាមស្នេហាតែនាងគ្រាន់តែពិការជើងទាំងពីរចាប់ពីពេលនោះមកខ្ញុំមើលថែនាងយ៉ាងលំបាកអស់40ឆ្នាំតែនាងបែរជាស្អប់ខ្ពើមខ្ញុំពេញមួយជីវិតដល់ចាស់ជារានាងថែមទាំងញុះញង់កូនឲ្យយកខ្ញុំទៅចោលក្នុងផ្ទះចាស់ទ្រុឌទ្រោមឲ្យខ្ញុំដាច់ពោះស្លាប់ពេលបើកភ្នែកម្ដងទៀតខ្ញុំបានត្រឡប់មកថ្ងៃដែលនាងកំពុងតាមរកស្នេហ៍ពិតជៀនមីងប្រពន្ធថែងដើរតាមប្រុសម្នាក់ទៅមាត់ភូមិហើយខ្ញុំឃើញពួកគេឡើងរើមកទៅក្នុងទីរួមស្រុកឯងប្រញាប់ទៅមើលទៅកាលពីជាតិមុនពេលលើបែបនេះខ្ញុំក៏ស្ទុះរត់តាមទៅដូចមនុស្សឈួតហើយស្ទាក់ពួកគេនៅតាមផ្លូវជាតិនាងនិយាយថាជៀនមីងខ្ញុំមិនត្រឡប់ទៅជាមួយអ្នកទេត្រឡប់មកវិញជើងទាំងពីររបស់សុងហ៊ុយឡានគឺកើតរឿងក្រោយពីការឆ្លោះប្រកែកគ្នានោះឯងហ៊ាននាំកូនស្រីឯងរត់តាមប្រុសមែនទេកុំបន្ទោសអញដែលកាច់ជើងឯងប៉ាកូនមិនចង់រៀបការជាមួយចៅជៀនមីងទេកូនមិនចង់រៀបការជាមួយចៅជៀនមីងទេអើហើយជើងខ្ញុំហ៊ុយឡានអូនកុំបារម្ភបងនឹងមើលថែអូនពេញមួយជីវិតហ៊ុយឡានជួយសង្គ្រោះខ្ញុំផងខ្ញុំលែងចង់ឃើញមុខអ្នកទៀតហើយតើខ្ញុំធ្វើខុសអីទៅកំហុសរបស់ខ្ញុំគឺត្រង់ថាបានរត់តាមគេទៅកាលនោះមិនក៏នៅញ៉ៃទៀតបើមិនទៅលើគេទៅឆ្ងាយអស់ហើយមិនក៏មានអារម្មណ៍ថាផ្ទះនេះមិនដូចពីមុនទៅវិញអ្នកមីងវាងអរគុណដែលបានមកប្រាប់មនុស្សអីក៏បែបនេះប្រពន្ធអ្នករត់តាមប្រុសបាត់ហើយនៅមានចិត្តមកសម្អាតផ្ទះទៀតនេះជាលុយ360យន្ត7ម៉ឺនលុយដែលខ្ញុំសន្សំ2ឆ្នាំដើម្បីទិញត្រាក់ទ័រជីយឺតទៅកុំប្រញាប់ពេកគិតមើលទៅសុងហ៊ុយឡាននិងជីយ៉ានប្រហែលជាកំពុងរងចាំឡានក្រុងនៅតាមផ្លូវជាតិដើម្បីទៅកាន់ទីរួមខេត្តខ្ញុំនឹងអង្គុយទីនេះជួបបារីមួយដើមនេះឲ្យអស់រួចនឹងត្រឡប់ក្រោយទៅផ្ទះវិញខ្ញុំមិនបានបង្ហាញខ្លួនទេមិនបានទៅឆ្លោះប្រកែកគ្នាលើផ្លូវទេហើយអ្វីក៏នៅតែមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងតើវាមានរឿងអ្វីកើតឡើងគ្នាទៅនេះជាតិមុនព្រោះតែខ្ញុំរត់តាមទៅហ៊ុយឡានសូមកុំចាក់ចេញពីបងបានទេជាតិនេះខ្ញុំមិនបានរត់តាមទៅទេហើយអ្វីនៅតែមានគ្រោះថ្នាក់ចរាចរណ៍ជើងខ្ញុំឈឺណាស់ហើយអ្វីជើងខ្ញុំគ្មានអារម្មណ៍អ្វីសោះចឹងជាតិមុនគាត់ធ្លាក់ពីលើអាគារបាក់ឆ្អឹងខ្ទេចខ្ទីយ៉ាងហោចណាស់ក៏នៅមានសង្ឃឹមព្យាបាលបានហើយលើកនេះគឺធ្ងន់ធ្ងរជាងមុនទៅទៀតគឺត្រូវវត្ថុធ្ងន់សង្កត់ពីលើផ្ទាល់តែម្ដងប្រញាប់ជួយគេផងជួយលើកឡានចេញសិនជាតិមុនក្នុងពេលនេះខ្ញុំបានស្ទុះទៅជួយរួចទៅហើយខ្ញុំនឹងទាំងទឹកភ្នែកនេត្រាលើក3គេឡើងខាត់ឡានត្រាក់ទ័រដែលបើកឆ្លងកាត់ហើយប្រញាប់ដឹកគេទៅមណ្ឌលសុខភាពឃុំដូចជាមនុស្សជួយសុំអង្វរគ្រូពេទ្យនៅមណ្ឌលសុខភាពតែជួយសង្គ្រោះជើងរបស់គេឲ្យខាងតែបន្ទាប់ពីដឹងថាគេអាចនឹងពិការអស់មួយជីវិតខ្ញុំនឹងនិយាយដោយមិនស្ទាក់ស្ទើរថាខ្ញុំនឹងមើលថែគេពេញមួយជីវិតខ្ញុំនឹងនិយាយឲ្យធ្វើតាមសម្ដីហើយប្រើពេល40ឆ្នាំដើម្បីបញ្ជាក់រឿងមួយថាមនុស្សខ្លះទោះអ្នកធ្វើល្អចំពោះគេយ៉ាងណាក៏ឥតប្រយោជន៍ដែរគិតលើបន្តិចមិនមែនឯងជាចៅជៀនមីងទេនោះប្រពន្ធឯងមែនទេហើយអ្វីឯងមិនតាមទៅជាមួយមិនមែនទេមនុស្សម្នាក់នេះយ៉ាងម៉េចនៅមុនខ្លួនឯងជួបគ្រោះថ្នាក់សោះតែមិនខ្វល់ខ្ញុំស្រាប់តែមានអារម្មណ៍ថានេះជាពេលដែលខ្ញុំមានអារម្មណ៍ធូរស្រាលបំផុតក្នុងជីវិតទាំងពីរជាតិរបស់ខ្ញុំប៉ុន្តែខ្ញុំដឹងថានេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះសុងហ៊ុយឡានមិនស្លាប់ទេខ្ញុំអាចសន្និដ្ឋានបានពីរបួសរបស់គេនៅពេលនោះគេគ្រាន់តែរងរបួសធ្ងន់ត្រង់ជើងទាំងពីរមិនមានគ្រោះថ្នាក់ដល់ជីវិតឡើយរួចគេនឹងរកឃើញថាបុរសម្នាក់ដែលតាមដេញតាមគេជាង10គីឡូកាលពីជារាំងឡានដឹកទំនិញជំនួសគេនឹងថែរក្សាគេពេញមួយជីវិតកាលពីមុននោះជាតិនឹងបែរជាមិនទាំងក្រឡេកមើលគេមួយកែវផងគេនឹងមានចិត្តស្អប់ប៉ុន្តែលើកនេះកំហឹងរបស់គេមិនអាចធ្វើឲ្យខ្ញុំជឿចាប់បានទៀតទេព្រោះខ្ញុំលែងខ្វល់ហើយអ្វីដែលគួរឲ្យខ្លាចជាងការស្អប់គឺការមិនខ្វល់អ្វីដែលសាហាវជាងការសង្សឹកគឺការឲ្យអ្នកទទួលបានអ្វីដែលអ្នកចង់បានខ្លាំងបំផុតពេលនោះអ្នកទើបដឹងថានោះមិនមែនជារបស់ដែលអ្នកចង់បានពិតប្រាកដទេហើយបុរសដែលអ្នកធ្លាប់គិតថាជាទ្រង់ឃុំឃាំងនោះបានដើរចេញពីពិភពលោករបស់អ្នកដោយមិនងាកក្រោយឡើយគេរស់នៅបានល្អជាងអ្នកល្អជាងច្រើនណាស់នោះទើបជាការសង្សឹកដ៏សាហាវបំផុតសុងហ៊ុយឡានមិនមែនអ្នកទេដែលថាខ្ញុំចូលចិត្តជ្រៀតជ្រែករឿងអ្នកកាលពីមុននោះជាតិនឹងខ្ញុំលែងជ្រៀតជ្រែករឿងអ្នកហើយសេរីភាពដែលអ្នកចង់បានខ្ញុំនឹងឲ្យអ្នកចង់នៅជាមួយគេមែនទេខ្ញុំនឹងសម្រេចបំណងឲ្យអ្នកប៉ុន្តែគុំស្ដាយក្រោយឲ្យសោះជាតិមុនខ្ញុំគឺចៅជៀនមីងមនុស្សហាប់ហប់ដែលត្រូវប្រពន្ធស្អប់ពេញមួយជីវិតត្រូវកូនចៅបោះបង់ចោលពេញមួយជីវិតហើយចុងក្រោយត្រូវអត់អាហារស្លាប់យ៉ាងវេទនានៅក្នុងផ្ទះចាស់ជាតិនឹងខ្ញុំនឹងឲ្យមនុស្សគ្រប់គ្នាដឹងថាអ្វីដែលពួកគេបាត់បង់មិនមែនជាមនុស្សឥតការទេតែវាជាមាសសុទ្ធមួយដុំពេលនេះមាសដុំនេះនឹងបញ្ចេញពន្លឺដោយខ្លួនឯងហេតុអីជើងខ្ញុំកម្រើកមិនរួចសោះអីចឹងកុំកម្រើកអីគ្រូពេទ្យប្រាប់ថាជើងរបស់អ្នកត្រូវគេសង្កត់ធ្ងន់ពេកឆ្អឹងខ្នងក៏រងរបួសដែរត្រូវរងចាំឲ្យអស់ហាមសិនទើបអាចពិនិត្យបន្ថែមបានមានន័យថាម៉េចតើពិនិត្យបន្ថែមនឹងមានន័យថាម៉េចទៅឈីប្រាប់ខ្ញុំមកថាពិនិត្យបន្ថែមនឹងវាមានន័យថាម៉េចខ្ញុំមិនបានឆ្លើយសំណួរគាត់ទេព្រោះការពិតគ្រប់គ្នាដឹងក្នុងចិត្តស្រាប់ហើយគ្រាន់តែគ្មាននរណាម្នាក់ហ៊ាននិយាយចេញមកនៅពេលនេះជើងរបស់គាត់ទំនងជាមិនអាចរក្សាទុកបានទេចុះចៅជៀនមីងទៅណាហើយមិនដឹងទេពេលខ្ញុំដឹងខ្លួនឡើងអ្នកក៏មកដល់បន្ទប់វះកាត់បាត់ទៅហើយគ្មាននរណាឃើញគាត់ទេគាត់មិនដឹងឬមួយក៏គាត់មិនព្រមមកហាខ្ញុំដឹងហើយថាគាត់នឹងធ្វើបែបនេះគាត់ដឹងថាខ្ញុំរត់តាមប្រុសផ្សេងទៅហើយគាត់ប្រហែលជាចង់ឲ្យខ្ញុំមកទៅវិញទេដឹងទើបគាត់មិនព្រមមកប្រហែលជាបើចៅជៀនមីងខ្វាយខ្វល់មែននោះ
គួរតែមកដល់យូរហើយតាំងពីកើតរឿងរហូតមកដល់ពេលនេះយ៉ាងហោចណាស់ក៏7 ម៉ោងដែរហើយក្រុងនេះតូចប៉ុណ្ណឹងដំណឹងមកជាល្បីពេញក្រុងបាត់ទៅហើយទោះបីជាដំបូងឡើយចៅជៀនមីងមិនដឹងក៏ដោយពេលនេះគាត់ប្រកាសជាដំណឹងហើយមូលហេតុតែមួយគត់ដែលគាត់មិនមកគឺគាត់មិនចង់មកពេលនេះសុងហ៊ុយឡានរងរបួសជើងធ្ងន់ធ្ងរបើចៅជៀនមីងពិតជាមិនខ្វល់ពីគាត់មែនចុះខ្ញុំត្រូវធ្វើម៉េចខ្ញុំអាចជួយបានទេតើខ្ញុំយកអីទៅជួយគាត់ខ្លួនខ្ញុំផ្ទាល់ក៏ក្រហួចហើយជើងឆ្វេងក៏បាក់ទៀតសូម្បីតែចុះពីលើក្រែក៏ពិបាកដែរសូម្បីថ្លៃពេទ្យខ្លួនឯងក៏ខ្ញុំគ្មានលទ្ធភាពបងដែរតើយកអីទៅមើលថែស្រីម្នាក់ដែលប្រហែលជាពិការពេញមួយជីវិតនោះមិនមែនទេចៅជៀនមីងនឹងមិនប្រងើយកន្តើយមែនទែនបែបនេះឡើយនាងគឺជាប្រពន្ធដែលគាត់រៀបការតាមប្រពៃណីត្រឹមត្រូវអ្នកស្រុកស្រែឲ្យតម្លៃលើមុខមាត់ណាស់បើប្រពន្ធរត់ចោលគាត់អាចនឹងមិនខ្វល់តែនេះប្រពន្ធជួបគ្រោះថ្នាក់ចរាចរណ៍ដេកក្នុងមន្ទីរពេទ្យបើគាត់មិនខ្វល់អ្នកភូមិទាំងអស់នឹងស្ដីបន្ទោសគាត់មិនខានចៅជៀនមីងនឹងមកមិនខានឡើយប្រកាសជាមក3 ថ្ងៃហើយចៅជៀនមីងមិនបានមកទេមិនត្រឹមតែគាត់មិនមកទេសូម្បីតែសាច់ញាតិតកូសុងក៏មិនមកដែរពួកគេមិនមកនោះទេដោយសារតែសុងហ៊ុយឡានរត់តាមខ្ញុំមកនាងខ្លាចខ្លាំងណាស់មិនហ៊ានឲ្យគ្រួសារខាងនាងដឹងរឿងដែលយើងរត់តាមគ្នាមកនេះពុកនាងគឺលោកសុងឡាវសួនជាមនុស្សចិត្តក្តៅណាស់បើគាត់ដឹងរឿងនេះគាត់ច្បាស់ជាហៅគេមកកាច់ជើងខ្ញុំមិនខានតែចៅជៀនមីងមិនមែនបែបនោះទេចៅជៀនមីងគឺជាប្តីរបស់នាងប្តីមិនមកតាមរកប្រពន្ធតើវាទៅជាយ៉ាងម៉េចទៅវិញសាច់ញាតិក្រែលេខ3ប្តីរបស់អ្នកបានទូរស័ព្ទមកហើយគាត់និយាយថាដូចម្ដេចគាត់ថាថ្លៃព្យាបាលគាត់បានទូទាត់ជាមួយមន្ទីរពេទ្យរួចរាល់ហើយរឿងបន្ទាប់ពីនេះឲ្យគ្រួសារខាងប្រពន្ធគាត់ជាអ្នករៀបចំដោះស្រាយចុះគាត់ក៏បានផ្ដាំថាឲ្យអ្នកសម្រាប់ព្យាបាលរបួសឲ្យបានល្អគាត់ថាអ្វីដែលគួរធ្វើគាត់បានធ្វើអស់ហើយអ្វីដែលមិនមែនជាកាត់ប្រកិច្ចគាត់ក៏គាត់បានធ្វើដែរចាប់ពីពេលនេះទៅយើងគ្មានអ្វីជំពាក់គ្នាទៀតទេហាគ្មានអ្វីជំពាក់គ្នាទៀតគាត់ហ៊ាននិយាយថាគ្មានអ្វីជំពាក់គ្នាខ្ញុំរៀបការជាមួយគាត់3 ឆ្នាំដ៏មានតម្លៃបំផុតរបស់ខ្ញុំខ្ជិះខ្ជីនៅក្នុងភូមិ10កំសត់នោះ3 ឆ្នាំពេញហើយគាត់ហ៊ាននិយាយថាគ្មានអ្វីជំពាក់គ្នាគាត់គ្រាន់តែជាអ្នកធ្វើស្រែចម្ការម្នាក់អក្សរសាស្ត្រក៏មិនសូវចេះតើគាត់ស័ក្តិសមនឹងខ្ញុំទេខ្ញុំរៀនចប់វិទ្យាល័យខ្ញុំចេះគណនាខ្ញុំចេះសរសេរអក្សរចិនដោយជោគចុះគាត់វិញក្រៅពីធ្វើស្រែតើគាត់ចេះអ្វីខ្លះហ៊ុយឡានគុំរំជួលចិត្តពេកអីអ្នកនៅមានរបួសនៅឡើយទេណាខ្ញុំសប្បាយចិត្តខ្លាំងណាស់ចៅជៀនមីងអាមនុស្សកំសាកម្នាក់នេះទីបំផុតក៏ធ្វើរឿងមួយដែលដាច់ខាតបានគេលែងមករកខ្ញុំហើយខ្ញុំមានសេរីភាពហើយខ្ញុំហាមយំដាច់ខាតបើយំមានន័យថាខ្ញុំខ្វល់ពីគេការដែលខ្វល់ពីចៅជៀនមីងវាធ្វើឲ្យខ្ញុំខ្ពើមជាងបាក់ជើងទៅទៀតចៅជៀនមីងខ្ញុំស្អប់អ្នកខ្ញុំស្អប់ផ្ទះដីឥដ្ឋដែលលិចទឹកនោះខ្ញុំស្អប់ត្បាល់ថ្មដែលកិនម្សៅពោតមិនដែលម៉ត់សោះនោះខ្ញុំស្អប់អ្នកចិត្តខាងដែលរិះគន់មិនឈប់ស្អប់ភាពស្លូតត្រង់របស់អ្នកស្អប់ដែលអ្នកមិនដែលតបទូខ្ញុំខឹងខ្លាំងយ៉ាងណាក៏ដោយខ្ញុំស្អប់ដែលអ្នកអត់ធ្មត់គ្រប់យ៉ាងស្អប់ដែលអ្នកលើកបបលមកឲ្យខ្ញុំដល់មាត់ក្រែរាល់ថ្ងៃចៅជៀនមីង3 ឆ្នាំមកនេះខ្ញុំស្អប់អ្នកដល់ឆ្អឹងចេញទៅខ្ញុំមិនញ៉ាំទេយកវាចេញទៅឲ្យអស់អ្នកកាន់តែល្អដាក់ខ្ញុំកាន់តែមានអារម្មណ៍ថាខាត់ដែលរៀបការជាមួយអ្នកខ្ញុំសុំហ៊ុយលៀងហេតុអ្វីបានជាធ្លាក់ខ្លួនមកដល់កម្រិតនេះខ្ញុំស័ក្តិសមនឹងបានអ្វីដែលល្អជាងនេះស័ក្តិសមនឹងបុរសម្នាក់ដែលមានចំណេះដឹងអាចនិយាយរឿងកំណាព្យនិងគំនូរជាមួយខ្ញុំបានមិនមែនអ្នកអ្នកស្រីដែលសំបីតែពាក្យថាជំនួបចៃដន្យក៏សរសេរមិនចេញផងអ្នកចូលចិត្តចាងអៃលីងអ្នកក៏ដឹងដែរថាយើងត្រឡប់ទៅរកអតីតកាលវិញមិនបានទេពាក្យដែលគួរមិនជានិយាយក្នុងរឿងពាក់កណ្ដាលជីវិតនោះឯងអ្នកក៏ដឹងដែរថាខ្ញុំមិនចង់ឲ្យដៃប្រឡាក់ដោយផ្សែងនៅមុខចង្ក្រានទេដឹងថានេះទើបជាជីវិតដែលខ្ញុំគួរតែរស់នៅឥឡូវនេះខ្ញុំរងរបួសហើយចៅជៀនមិនដែលខ្ញុំខំប្រឹងរត់គេចនោះទីបំផុតក៏លែងដៃហើយមានសេរីភាពហើយលទ្ធផលពិនិត្យលម្អិតចេញមកហើយឆ្អឹងក្នុងទី12របស់សុងហ៊ុយឡានបាក់បំណែកឆ្អឹងសង្កត់លើសរសៃប្រសាទជើងខាងស្ដាំបាក់ខ្ទេចរួមទាំងសរសៃឈាមនិងជាលិកាទុនខូចខាតធ្ងន់ធ្ងរត្រូវតែវះកាត់ជើងស្ដាំត្រឹមជង្គង់ចុះក្រោមចោលជើងឆ្វេងសាកល្បងព្យាបាលតាមបែបអភិរក្សសិនតែឱកាសខ្ពស់ណាស់ដែលនឹងមិនអាចក្រោកឈរបានទៀតចុះគាត់នឹងត្រូវប្រើទេសរុញពេញមួយជីវិតមែនទេហើយត្រូវការអ្នកមើលថែរយៈពេលវែងសូម្បីតែបន្ទោរបងក៏ប្រហែលជាមិនអាចជួយខ្លួនឯងបានជើងខ្ញុំនេះប្រកាសជាមិនអីទេខ្ញុំមានអារម្មណ៍ថាវាចាប់ផ្ដើមមានអារម្មណ៍វិញហើយពិតមែនណាព្រឹកមិញនេះខ្ញុំមានអារម្មណ៍ថាម្រាមជើងខ្ញុំកម្រើកបានមានរឿងអីពេទ្យថាខ្លះនិយាយមកហ៊ុយឡានអ្នកត្រូវតែត្រៀមចិត្តទុកជើងរបស់ខ្ញុំសង្គ្រោះទុកមិនបានមែនទេទូរស័ព្ទទៅចៅជៀនមិនទូរស័ព្ទប្រាប់គាត់ថាជើងប្រពន្ធគាត់ត្រូវវះកាត់ចោលសួរគាត់ថាគាត់មកអត់តែគាត់ធ្លាប់និយាយថាលែងពាក់ព័ន្ធនឹងគ្នាទៀតហើយអាឡូសួស្ដីអ្នកណាគេបងយេមបេងគឺជាអ្នកដែរជើងរបស់គាត់មានបញ្ហាគ្រូពេទ្យប្រាប់ថាជើងស្ដាំត្រូវកាត់ចោលហើយជើងឆ្វេងក៏កម្រើកលែងរួចដែរគាត់ចង់សួរអ្នកថាតើអ្នកមកទេថៃយិនប្រាប់គាត់3ចំណុចនេះទៅចំណុចទី1ថ្លៃព្យាបាលខ្ញុំបានចេញអស់ហើយថ្លៃចំណាយបន្ទាប់ពីនេះខ្ញុំនឹងមិនខ្វល់ទៀតទេគាត់គឺជាមនុស្សដែលអ្នកនាំទៅគឺអ្នកដែលនាំគាត់រត់ទៅការទទួលខុសត្រូវគឺជារឿងរបស់អ្នកចំណុចទី2គាត់តែងតែគិតថាការរៀបការជាមួយខ្ញុំគឺធ្វើឲ្យគាត់លំបាកគិតថាខ្ញុំបង្អាក់អនាគតគាត់ឥឡូវខ្ញុំប្រឡែងដៃហើយគាត់មានសេរីភាពហើយចាប់ពីពេលនេះទៅរឿងរបស់គាត់មិនពាក់ព័ន្ធជាមួយខ្ញុំទេចំណុចទី3ប្រាប់គាត់ថាគាត់មិនចាំបាច់ស្អប់ខ្ញុំទៀតទេព្រោះការស្អប់នរណាម្នាក់មានន័យថាអ្នកនៅតែខ្វល់ខ្វាយពីគេចំណែកខ្ញុំលែងខ្វល់ទៀតហើយគាត់និយាយថាដូចម្ដេចខ្លះគាត់ថាថ្លៃព្យាបាលគាត់ចេញអស់ហើយចំណាយបន្ទាប់ពីនេះគាត់មិនខ្វល់ទៀតទេគាត់ថាអ្នកតែងតែគិតថាការរៀបការជាមួយគាត់ធ្វើឲ្យអ្នកលំបាកគាត់ប្រឡែងដៃហើយចាប់ពីពេលនេះទៅរឿងរបស់អ្នកមិនពាក់ព័ន្ធជាមួយគាត់ទៀតទេគាត់ក៏និយាយថាអ្នកមិនចាំបាច់ស្អប់គាត់ទៀតទេព្រោះការស្អប់នរណាម្នាក់មានន័យថាអ្នកនៅតែខ្វល់ខ្វាយពីគេចំណែកគាត់លែងខ្វល់ទៀតហើយ
លេងខ្វល់ទៀតហើយល្អណាស់លេងខ្វល់ទៀតហើយមែនទេបើអញ្ចឹងក៏ឲ្យគាត់លេងខ្វល់ទៅចុះអ្វីដែលខ្ញុំមិនដែលត្រូវការបំផុតក្នុងមួយជីវិតនេះវាគ្រាន់តែជាការខ្វល់ខ្វាយរបស់មនុស្សកំសាកម្នាក់ប៉ុណ្ណោះនេះជាកំហឹងរបស់ខ្ញុំវាគឺដោយសារតែចៅជៀនមិនហ៊ានបោះបង់ខ្ញុំមុនទើបបានជាខ្ញុំខឹងបែបនេះមិនមែនជារឿងផ្សេងទេមិនមែនដាច់ខាតទោះបីជាខ្ញុំដាច់ជើងក៏ដោយទោះបីជាគាត់ចាក់ចេញទៅពិតមែនក៏ដោយក៏ខ្ញុំមិនដែលខុសដែររឿងដែលខ្ញុំមិនអាចធ្វើបានក្នុងជីវិតនេះគឺការសារភាពថាខ្លួនឯងខុសតើគឺចៅជៀនមិនមែនទេអ្នកប្រាប់មកមើលតើគាត់នឹងមកដែរឬទេសុំហ៊ុយឡានមិនដែលបង្ហាញភាពទន់ខ្សោយឡើយនាងតែងតែញើយមុខឡើងជានិច្ចហើយតែងតែបង្ហាញទឹកមុខដូចជាមិនខ្វល់ខ្វាយអ្វីសោះទោះបីជានៅក្នុងពេលដែលអាម៉ាស់បំផុតក៏ដោយប៉ុន្តែពេលនេះនៅពេលដែលថ្នាំសន្លប់ចិត្តចាក់ចូលក្នុងខ្លួននាងនៅពេលដែលកាំបិតវះកាត់ចិត្តកាត់ជើងស្ដាំរបស់នាងរបាំងការពាររបស់នាងក៏ចាប់ផ្ដើមប្រេះស្រាំតើគាត់នឹងមកបង្ហាញខ្លួននៅពេលដែលខ្ញុំភ័យខ្លាចបំផុតដែរឬទេតើគាត់បោះបង់ខ្ញុំពិតមែនឬតើខ្ញុំបានធ្វើអ្វីខុសមែនទេគាត់នឹងមកទេខ្ញុំមិនចង់ធ្វើឲ្យអ្នកអស់សង្ឃឹមមុនពេលវះកាត់នោះទេខ្ញុំក៏សង្ឃឹមថាចៅជៀននឹងមកដែរប្រសិនបើគាត់មកបន្ទុកនៅលើស្មារបស់ខ្ញុំក៏អាចស្រាលជាងនេះខ្លះដែរខ្ញុំមិនអាចទ្រាំប្រាប់ការពិតដល់អ្នកបានទេតើជាគាត់មែនទេមិនមែនទេនោះគឺចៅជៀនមីងត្រូវតែជាគាត់មកហើយគាត់នៅមាត់ទ្វារគាត់មិនបានបោះបង់ខ្ញុំទេការវះកាត់ជោគជ័យហើយមុខរបួសត្រង់កំភួនជើងស្ដាំដែលកាត់ចេញបានជាសះស្បើយល្អចំណែកជើងឆ្វេងវិញគឺខូចខាតធ្ងន់ធ្ងរមិនអាចព្យាបាលបាននិងមិនអាចឈរបានអស់មួយជីវិតបន្តិចទៀតនឹងបញ្ជូនទៅបន្ទប់សម្រាប់ព្យាបាលជើងស្ដាំខ្ញុំបាត់ទៅហើយជើងឆ្វេងខ្ញុំក៏កម្រើកមិនរួចដែរគាត់មកហើយមែនទេបាត់គាត់មកហើយគាត់នៅខាងក្រៅមែនទេគាត់ឈរនៅខាងក្រៅមួយសន្ទុះរួចក៏ត្រឡប់ទៅវិញហេតុអ្វីគាត់ទៅបាត់គាត់ថាគាត់បានឃើញអ្នកហើយដឹងថាអ្នកមិនអីហើយក៏ទៅវិញទៅខ្ញុំពិតជាមិនចង់កុហកនាងទេតាមពិតចៅជៀនមីងមិនដែលបានមកទីនេះតតែសោះតែខ្ញុំមិនហ៊ានប្រាប់ការពិតដល់នាងសម្រាប់ស្ត្រីម្នាក់ដែលទើបតែបាត់បង់ជើងប្រសិនបើត្រូវប្រាប់នាងទៀតដីរបស់នាងបានបោះបង់នាងចោលពិតមែនខ្ញុំមិនប្រកាសថានាងអាចទ្រាំបានឬអត់ទេខ្ញុំសម្រេចចិត្តថាត្រូវធ្វើវាបន្តិចម្ដងដល់ក្តីសង្ឃឹមមិនពិតឲ្យនាងសិនចាំឲ្យគាត់ធូរស្រាលបន្តិចសិនចាំប្រាប់ការពិតដល់គាត់បន្តិចម្ដងប៉ុន្តែអ្វីដែលខ្ញុំមិនបានដឹងនោះគឺការកុហកវាខុសខើជាងការពិតព្រោះការពិតធ្វើឲ្យមនុស្សឈឺចាប់តែម្ដងគត់ចំណែកការកុហកវានឹងធ្វើឲ្យមនុស្សឈឺចាប់ម្ដងហើយម្ដងទៀតនៅពេលដែលការរំពឹងទុកត្រូវរលាយបាត់ទៅ